បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះបាទមកទស្សនានៅខេត្តសៀមរាបជាមួយខ្ញុំបាទកុំឲ្យគេថាខ្ញុំនៅខេត្តសៀមរាបអត់ដឹងរឿងថាគេធ្វើអីខ្លះបងប្អូនបាទថ្ងៃនេះក៏ឆ្លៀតពេលមកថតឲ្យបងប្អូនបានមកคลิปបងប្អូន4 10នាទីទេបងប្អូនបាទកាន់តែខ្លីទៅសល់7នាទីហើយយើងក៏ចាប់ផ្ដើមពីសួនច្បារបង្គោលនេះទៅបងប្អូនគឺស្អាតបងប្អូនបាទនេះក៏ការរៀបចំតុបតែងនោះគឺមានអក្សរមានរូបមានអីបាទគឺរវល់បងប្អូនមើលនេះគឺមនុស្សច្រើនបងប្អូនអើយហើយឥឡូវនេះគឺយើងគឺកម្មវិធីទាញព្រ័ត្របងប្អូនបាទទាញព្រ័ត្រនេះដែរគឺដូចជាមានចម្ងាយ270ម៉ែត្របងប្អូនបាទគឺឆ្ងាយមែនតើបាទមកឡើយឈានចូលមកដល់ការគូសរូបបងជារូបភាព funny អូដូចមុខខ្ញុំបាត់អ្នកបែបនេះដូចខ្ញុំណាអូខេហើយយើងក៏មកដល់នៅដើមឈើហៅថាដើមឈើ promise ឬក៏សំដីទេបងប្អូនណាដើមឈើអីទេបាទឈើស្នេហ៍ឈើសម្បត្តិអីទេបាទរញ៉ៃណាបងប្អូនអើយតែការតុបតែងស្អាតបងប្អូនបាទមើលទៅខ្ញុំក៏មានដាក់អានឲ្យស្អាតដែរបងប្អូនតែខ្លាចចាំបោះគេរកគូរអីចឹងណាចំខ្ញុំអត់គូដែរឡើយអូខេឥឡូវមើលទៅបងប្អូនបានការរៀបចំតុបតែងស្អាតបងប្អូនណាដែលឈានកាត់កន្លែងនេះឲ្យទៅសេហើយក៏យកមកកប់ជាប់ដែរទៅបងប្អូនណាយើងអ្នក single អីណាអូខេហើយយើងក៏ឈានចូលដល់រោងរាំរបាំមួយបងប្អូនបាទនេះគឺជាក្បាច់រាំរបាំខ្មែរយើងសុទ្ធសាធបាទបងប្អូនបាទថាឃើញការរាំកបោក្បាច់របស់គាត់គឺដៃទុនជើងទុនខ្លួនទុនណាស់បងប្អូនបាទនេះគឺជាគំនូរឆ្លាក់បញ្ចាំងឃើញថានេះគឺជាក្បាច់រាំរបស់ខ្មែរយើងណាបងប្អូនហើយគឺល្អមែនតើបាទអើយហើយមនុស្សក៏មើលច្រើនកង់តែខ្ញុំមើលឡើងចំហមកថ្លង់បាទហើយយើងក៏បានមកដល់នៅឈាងខាងជើងបងប្អូនបាទគឺមានការតុបតែងច្រកចូលដែលចូលមកក៏មានស្អាតណាស់បងប្អូនអើយមើលនេះបាទហើយមានកំមុំកន្លោះអ្នកដែល single អ្នកដែលមិនមែន single អ្នកមានគ្រួសារអ្នកដែលគ្មានគ្រួសារបាទថ្ងៃនេះគេជុំគ្នាមកបងប្អូនច្រើនណាស់បាទរបស់គេរបស់យើងឯងបាទតែនេះបងប្អូនអ្វីដែលល្អសំខាន់នេះក៏យើងមកទស្សនានៅអង្គរសង្ក្រាន្តនេះបាទអ្នកដែលអត់គូរគូទៅបងប្អូនបាទស្អាតណាស់មើលតែនេះគូគេបងអូខេយើងមើលទៅបងប្អូនស្អាតណាស់ហើយនេះគឺជាការរៀបចំពុះមួយបានរៀបចំពីឫស្សីបងប្អូនបាទពេលដែលបងមកពេលយប់បងគឺស្អាតណាស់បងប្អូនអើយពេលយប់គឺគេមានបើកភ្លើងបើកអីទៅក៏វាស្អាតមែនតើបាទតែខ្ញុំអធិស្ឋានបានមកនៅពេលយប់ចឹងក៏ឆ្លៀតមកពេលល្ងាចបងប្អូនវាស្ទះពេកបងស្ទះណាខ្ញុំមិនបានថតផ្លូវឲ្យស្ទះឲ្យមើលបងប្អូនបាទណាហ៊ានដកថតបងប្អូនបើគេជិះទឹកផងឲ្យផងសើមក៏ធៀកដោយការដែលមិនធ្លាក់ទឹកបាទនេះគឺជាឆាកឬគេហៅថាកន្លែងរោងសម្រាប់ឆាកវេទិកាសម្ដេចគាត់មកលោកសម្ដេចមកថ្លែងសម្រាប់ថាឬក៏បើកអំពីសង្គមសង្គ្រាមនៅថ្ងៃទី14ចឹងនេះឯណាបងប្អូនបាទនេះគឺជាការហាត់សមនៅក្បាច់របាំខ្មែរបុរាណយើងបងប្អូនបាទនេះគឺខ្ញុំថតពេលខាងក្រោយឆាកវិញបងប្អូនបាទនេះគឺគេហាត់សមសម្រាប់យប់បាទនេះពេលចម្ងាយណាបងប្អូនបាទនេះគឺមកអង្គរចំហើយនេះគឺនៅលើស្ពានអណ្ដែតទឹកបងប្អូនយើងក៏ចេញចូលចេញដូចតែខ្ញុំដែរចូលមើលចុះមើលឡើងបាទមិនដឹងថាដល់ណាទេបងប្អូនបាទអូខេហើយយើងក៏មើលគេក៏ថតដូចតែគ្នាអញ្ចឹងពេលដែលផុសទៅបងប្អូនមើលទៅមើលបោះណាមើលទៅតែមើលបោះខ្ញុំច្រើនតិចមកបងណាអូខេនេះអូស្អាតណាស់នេះច្រកជើងខាងជើងមិញខាងត្បូងឡើងណាណៃទេនេះដើរឡើងពុលឲ្យមនុស្សច្រើនពេកបងប្អូនគេនៃការតុបតែងគឺស្អាតមានពុះមានអីចឹងណាព្រោះឆ្នាំនេះឆ្នាំពុះណាបងប្អូនណាអ្នកណាដែលមានប្រពន្ធឆ្នាំពុះឬក៏សរសៃឆ្នាំពុះអីប្រយ័ត្ននេះបងប្អូនបាទប្រយ័ត្នខ្ញៅហើយសាច់អស់ណាឆ្នះណាឆ្នាំនេះអូខេនេះគឺខ្ញុំថតមុនហើយប៉ុន្តែនេះក៏ចង់ប្រាប់ថាចេះក្បាច់រចនាស្អាតភ្លើងក៏ភ្ជាប់ជាមួយអក្សរជាមួយអីណាបងប្អូនមិនយូរទេឡើយយើងក៏ឈានមកដល់ភូមិថ្នោតបងប្អូនបាទនេះគឺសពូម្នាក់កន្លងយកទឹកថ្នោតនេះមិនជាការសម្ដែងណាបងប្អូនកន្លងយកទឹកថ្នោតបកកាត់ទៅលក់បងប្អូនណាហើយមើលដើមឈើពណ៌អន្តនូបាទចង់គ្រប់ពណ៌ឲ្យបងប្អូនអើយខ្ញុំសូមសរសើរអ្នកឡើងដើមថ្នោតហើយនឹងសូមសរសើរអ្នកដែលរៀបចំតុបតែងដើមឈើដើមថ្នោតនេះមកស្អាតពណ៌ឆើតឆាយល្អណាស់បងប្អូនណាហើយឡើយខ្ញុំក៏មើលទៅនេះបាទខ្ញុំត្រង់កន្លែងនេះគឺគេតុបតែង
ហើយក៏មានលក់ដូរដូចជាម្ហូបបុរាណយើងហ្នឹងគឺមានដូចជានំបញ្ចុកស្លការីនំបញ្ចុកស្លខ្មែរច្រើនណាបងប្អូននិយាយរត់សាប់មុខណាបងប្អូនចង់ដឹងខ្លួនឯងមកមើលច្បាស់បងប្អូនបាទឥឡូវយើងនឹងដើរចូលទៅមើលនៅក្នុងរោងនេះតិចបងប្អូនបាទនេះគឺជាការដាក់តាំងដាវឬក៏ស្រោមដាវឬក៏ដាវចម្លាក់មានក្បាច់នៅលើផ្លែដាវណាបងប្អូនបាទគឺពួកគាត់បានបង្ហាញនិងឆ្លាក់នៅលើផ្លែដាវពីក្បូរក្បាច់និងអក្សរសាស្ត្រខ្មែរយើងហ្នឹងបាទបងប្អូនបាទល្អណាស់នេះក៏យើងមកដល់កន្លែងធ្វើស្បែកឆ្លាក់ស្បែកអញ្ចឹងបងប្អូនបាទគឺមើលទៅការតុបតែងរបស់គាត់គឺស្អាតណាស់បងប្អូនខ្ញុំចង់រៀនដែរតែខ្ជិលណាបងប្អូនអូខេនៅតែយើងមកមើលផ្លូវដើរនេះមកពីលើគឺគ្របទៅដោយក្បូរក្បាច់ដែលសិតជាស្នាដៃខ្មែរយើងធ្វើសិតសាតគឺធ្វើពីដើមរំពាក់បងប្អូនណាដើមរំពាក់នៅតាមផ្ដៅបងប្អូនបាទយើងឈានមកដល់គំនូវិញបងប្អូនមើលគំនូការតាំងពុះចេញពីទឹកដៃប៉ិតបងប្អូនបាទស្អាតណាស់បងប្អូនអើយមើលនេះស្អាតបងប្អូនបាទមើលមុខនេះអើយខ្ជូតណាស់មើលនេះពាក់កណ្ដាលដូចខ្ញុំបែបបាត់បាទមើលអ្នកគូក៏ស្អាតដែរហើយយើងមកដល់មើលដើមត្នោតនេះបងប្អូនដើមត្នោតហ្នឹងគេគូសនៅលើដើមត្នោតបដ ாய் បងប្អូនបាទនេះការសត្វគ្រីលបងប្អូនបាទជាសត្វដែលចិត្តផុតពូជហើយគេនេះគឺដើមមកដើមនេះបាទគឺគូសរូបព្រះបាទជេវរ៉ូម៉ាន់ទី7បងប្អូនមានទាំងម្រាមដៃឬក៏ក្បាលពោះអីចឹងបងប្អូនស្អាតណាស់បងប្អូនអើយមើលនេះនឹងគេលក់សម្រាប់ដាក់តាំងនេះក៏មានភ្លៀងធ្លាក់បងប្អូនបាទគេធ្លាក់ហើយបាទនេះគឺបងប្អូនគឺរកកន្លែងជ្រកទាំងគេទាំងខ្ញុំហើយណាបងប្អូនបាទណាដែលមានចម្ងល់អាចមកទស្សនាបានបាទនៅខេត្តសៀមរាបថ្ងៃនេះគឺជាថ្ងៃទី14ហើយណាបងប្អូនបាទសប្បាយណាស់នៅពី3ថ្ងៃទៀតណាឈៀងមកប៉ុន្តែចង់ប្រាប់ថាបងប្អូនថាស្ទះណាស្ទះបងប្អូនអាចបានបាច់ជិះឡានទេទុកឡាននៅកន្លែងស្នាក់នៅហើយក៏ជិះលំអកជិះអីមកណាបងប្អូនណាបាទឆ្នាំថ្មីជូនពរសុខសប្បាយហេងទាំងអស់គ្នាបាទបងប្អូនខ្មែរទាំងអស់គ្នាតាណាមកណាហើយសុខសប្បាយទាំងតែទាំងមកបាទខ្ញុំបាទសូមអរគុណ